ការគោរពអ្នកដទៃការគោរពអ្នកដទៃមានន័យថាឲ្យតម្លៃនិងទទួលស្គាល់សិទ្ធិអារម្មណ៍របស់មនុស្សផ្សេងទៀតនិយាយពាក្យសមរម្យមិនប្រមាថមើលងាយស្ដាប់យោបល់អ្នកដទៃទោះបីមិនដូចគ្នាក៏ដោយគោរពវប្បធម៌ជំនឿនិងភាពខុសគ្នារបស់គេមនុស្សដែលគោរពអ្នកដទៃជាមនុស្សដែលងាយស្រួលរស់នៅជាមួយគ្នាមានមិត្តភក្តិល្អនិងទទួលបានការគោរពតបវិញពីសង្គមពន្យល់ជាខ្លីសម្រាប់សិស្សការគោរពអ្នកដទៃគឺជាការបង្ហាញអាកប្បកិរិយាល្អដោយនិយាយសមរម្យស្ដាប់គេមិនប្រមាថនិងមិនរំលោភសិទ្ធិអ្នកដទៃការគោរពធ្វើឲ្យយើងរស់នៅជាមួយគ្នាបានសុខសាន្តឧទាហរណ៍ជាក់ស្ដែងក្នុងជីវិតប្រចាំថ្ងៃស្ដាប់គ្រូពេលគាត់កំពុងបង្រៀនមិនរំខាននិយាយពាក្យសុភាពរបៀបសូមអរគុណសុំទោសមិនសើចចំអកឬមើលងាយមិត្តភក្តិចាំវេននិយាយនិងមិនកាត់ពាក្យអ្នកដទៃគោរពឲ្យយោបល់របស់អ្នកដទៃទោះមិនយល់ស្របក៏ដោយសង្ខេបខ្លីគោរពអ្នកដទៃគោរពខ្លួនឯងនិងធ្វើឲ្យសង្គមល្អប្រសើរបាទនេះជាវីដេអូការគោរពអ្នកដទៃរបស់ខ្ញុំមានតែប៉ុណ្្នឹងទេជួបខ្ញុំនៅវីដេអូក្រោយទៀតសូមអរគុណ